ជំរាបសួរបាទបងប្អូនបាទថ្ងៃនេះគឺសូមចែកម្លែកបន្តិចបងប្អូនដោយសារតែថាមិនចង់ធ្វើទេព្រោះដោយសារមានបងប្អូនយើងអ្នកដែលគាត់ល្បីដែលបាទគាត់ចេញច្រើនហើយវីដេអូហ្នឹងប៉ុន្តែគាត់ណាឃើញខ្វះបន្តិចទៀតខ្ញុំចង់បន្ថែមឲ្យបងប្អូនបន្ថែមមួយចំណុចទៀតចឹងណាបាទចឹងសម្រាប់វីដេអូនេះគឺចង់ឲ្យបងប្អូនបាទផុសបាទយក technique នេះយកទៅផុសនៅក្នុងបណ្ដាញសង្គម Facebook របស់យើង account ក៏ដោយ page ក៏ដោយបើបងប្អូនយកទៅផុសទៅបាទវាអាចនឹងជំនួយពីការ reach ការ view ឲ្យវាបានច្រើនជាងមុនមកកម្រិតទៀតដែលបងប្អូនផុសធម្មតាដែលអត់បានមើលគោលការណ៍វាអញ្ចឹងណាបាទអញ្ចឹងបងប្អូនមើល account របស់ខ្ញុំបាទអញ្ចឹងផុសទៅបាទវាមិនជាទុកឲ្យខ្លាំងណាស់ទេយើងមិនមែនជា MMO ដៃចាស់អីទេអីលុយអីទេយើងបានផុសជាកំសាន្តអញ្ចឹងណាបងប្អូនបាទបងប្អូនអាចមើល view របស់ខ្ញុំបានបាទគឺអត់មានក្រុម K បងប្អូនបាទក្រុម K គឺតិចចាស់ដោយសារតែយើងអត់ទាន់បាន update អញ្ចឹងណាបាទវីដេអូសិតតែ K 3K 4K 5K 7K អញ្ចឹងទៅហើយបាទហើយបើតិចក៏វាមិនតិចដល់ថ្នាក់100 100 200ដែរវាចាប់ពី5 600 800ឡើងបាទអូខេបងប្អូនបាទអញ្ចឹងខ្ញុំផុសបានតិចមែនតើថ្មីបងប្អូនបាទអញ្ចឹងបើសិនជាខ្ញុំធ្វើយូរទៅវាអាចនឹងល្អដែរបាទអញ្ចឹងសម្រាប់វិធីផុសឥឡូវបងប្អូនចូលប៉ុណ្ណឹងមកបាទឥឡូវយើងចាប់ផ្ដើមផុសបាទហើយការផុសហ្នឹងខ្ញុំឃើញគេប្រាប់ច្រើនដែរបងប្អូនអាចចុចលើពាក្យថា real ហ្នឹងមកហើយបងប្អូនយកផុស select មើលផុសណាដែលបងប្អូនចង់ផុសបើខ្ញុំមានដូចជាមានធ្វើវីដេអូមួយបាទខ្ញុំផុសវីដេអូមួយនេះបាទអញ្ចឹងយើងសរសេរ description មកបាទយើងសរសេរ description មកយើងសរសេរមិនអានឹងលើបងប្អូនបាទនេះដោយសារបាទនេះគ្រាន់តែឧទាហរណ៍បងប្អូនខ្ញុំអត់ទាន់ផុសវីដេអូនេះខ្ញុំយកបន្តិចខ្ញុំផុសដល់ម៉ោងរបស់ខ្ញុំណាបាទគឺយើងមានម៉ោងបាទហើយយើងសរសេរ description ហើយបាទបងប្អូនបាទ copy យកមកដាក់ចំណងជើងផងកន្លែង title បាទអញ្ចឹងបងប្អូនសង្កេតមើលបាទបងប្អូនសង្កេតមើលមានពាក្យ tip មួយបាទគឺវានៅខ្មៅវាអត់ទាន់ខៀវទេបាទអញ្ចឹងយើងត្រូវឲ្យវាឡើងខៀវអាហ្នឹងទើបត្រូវលក្ខខណ្ឌបាទបងប្អូនចុច hashtag បន្ថែមមកបាទវាយបន្តិចមកបាទ real video បាទ challenge យើងទៅអានឹងអាស្រ័យលើបងប្អូនចង់ដាក់អីក៏ដាក់ទៅបាទខ្ញុំប្រើតែ4បាទបងប្អូនឃើញឡើងខៀវទេបងប្អូនបាទកាលណាយើងបន្ថែម hashtag បន្តិចទៅឡើងខៀវដោយសារតែវាកំណត់បងប្អូនចុចលើពាក្យ tip ហ្នឹងមកបាទឃើញគ្រីសទាំងអស់បាទគ្រីសទាំងអស់ចំណុចនេះគឺគ្រីសទាំងអស់បងប្អូនបាទគ្រីសទាំងអស់បាទហើយនៅក្នុងហ្នឹងគឺវាឲ្យយើងពេញទី1តកតងមួយ reel ហ្នឹងគឺត្រូវមាន sound បាទ sound យើងមានបាទវីដេអូគឺចាប់ពី10វិនាទីឡើងបាទហើយនេះຂະຫນາດគឺយើងយកទៅតាមស្តង់ដារទូរស័ព្ទបញ្ឈរបាទស្តង់ដារទូរស័ព្ទបញ្ឈរយើងដូចជាប្រហែលបាទ 9.16 ចឹងទៅបាទហើយអានេះ solution វាគឺចាប់ពី780ទៅបាទបើយើងមិនបាន Full HD 18ឬក៏ 4K 2K អីបងប្អូនយកត្រឹម720ក៏បានដែរបាទពីផលិតហ្នឹង880បាទ18ហ្នឹងទៅបាទហើយ caption គឺយើងចាប់ពី10ពាក្យរហូតដល់400ពាក្យអញ្ចឹងតែក្រោម10ពាក្យក៏វាអត់លោតដោយស្តង់ដារដែរត្រូវគោលការណ៍អញ្ចឹងយើងដាក់គ្រប់ចាប់ពី10ពាក្យដល់400បាទហើយ hashtag គឺតិចជាង6 hashtag ណាបើខ្ញុំដាក់តែ4ទេបើសិនខ្ញុំដាក់17គឺវាអត់ smooth ទេវាអត់ល្អទេបាទអញ្ចឹងយើងមើលឡើងហ្នឹងគឺឲ្យតែឡើងហ្នឹងគ្រីសទាំងអស់បាទឡើងទៀតនេះគឺ 4Q អញ្ចឹងគឺល្អហើយបាទហើយបងប្អូនផុសទៅបងប្អូនដាក់នៅក្នុង playlist បង្កើត playlist គេអីហើយពិសេសគឺបងប្អូនដាក់ invite collab ទៅមាន account ផ្សេងដែលវាល្អ reach ល្អមាន fan ច្រើនអីយើងដាក់ collab ទៅនឹងទៀតហើយយើងដាំទៅបាទខ្ញុំគ្រាន់តែឧទាហរណ៍ទេខ្ញុំអត់ចែកព្រោះខ្ញុំអត់ទាន់ផុសបងប្អូនអញ្ចឹងបងប្អូនសរសេរឲ្យអស់បងប្អូនផុសទៅបាទបងប្អូនផុសទៅហើយមួយទៀតចំណុចដែលខ្ញុំបង្ហាញមួយទៀតគឺបើបងប្អូនធ្វើអញ្ចឹងហើយបងប្អូនត្រូវតែមាន Instagram មួយទៀតអានេះពិសេស Instagram បាទ
បងប្អូនត្រូវបើក Instagram ដើម្បីឲ្យផុសនៅក្នុង Facebook នេះវា share ចូលទៅដល់ក្នុង Instagram វាបងប្អូនបើកនេះដែលមុខងារដែលវា share to Instagram ណាបាទអញ្ចឹងយើងបើកចឹងទៅបាទនេះវាមាន share always ឬក៏ share តាមផុសហ្នឹងប៉ុន្តែសម្រាប់ខ្ញុំយក always share ហើយ share always ព្រោះឲ្យតែខ្ញុំផុសនៅក្នុងហ្នឹងគឺវាចូលក្នុង Instagram អូតូបាទឲ្យបងប្អូនហ្នឹងបាទឥឡូវខ្ញុំបែកចេញវិញដោយសារខ្ញុំអត់ទាន់ផុសនេះអញ្ចឹងខ្ញុំត្រូវចេញវិញ discard ចេញវិញហើយបងប្អូនមើលមក Instagram របស់ខ្ញុំបាទ Instagram របស់ខ្ញុំគឺរាល់ផុសនៅក្នុង Facebook គឺមាន Instagram អញ្ចឹងនេះវាជំនួយទៅដល់ការមើលដែរអានេះខ្ញុំទៅផុសមុននឹងបន្តិចទេបាទជំនួយការមើលដែរបងប្អូនឃើញ Subk អញ្ចឹងឲ្យ Instagram នឹងឡើងរីកល្អក្នុង Facebook វិញក៏ល្អដែរអានេះជាវិធីជំនួយមួយទៀតគឺទាញ view យើងនៅក្នុង Facebook ឲ្យចូលនៅក្នុង Instagram បាទមាន 400k ជាងអញ្ចឹងទៅ 2k បាទ 5k 3k អញ្ចឹងទៅបាទអញ្ចឹងមានប៉ុណ្ណឹងបើបងប្អូនអាចធ្វើតាមនឹងបានទោះវាមិនបានច្រើនក៏វាគ្រាន់បើជាមុនដែរបាទអរគុណច្រើនបងប្អូន